Trong công chân bằng cài chăm hình đáy trắng dọc nhóm lang trắng chăm hình đáy trắng dọc nhóm lang ta tiết nhóm tông chân lỡ trong hai răng cha Giêsu ơi sông trong Prameta nhóm cánh phim ăn cả đầu gì tra ôi chụp nâng có trai tung tuột nàng trắng nhóm đằng thả trong công chân bằng cài chăm hình đáy sáng dọc nhóm lang trắng chăm hình đáy sáng dọc nhóm lang Amen Hallelujah អរគុណព្រះអង្គថ្វាយស្រីល្អថ្វាយព្រះពរអំណាចព្រះចេស្តាដល់ព្រះវរបិតានិងកូនឈាមដល់នៅជីវិតអស់កលរៀនរៀបតទៅអាមែន Hallelujah ព្រះម្ចាស់យេស៊ូវព្រះអង្គជាព្រះវរបិតាជាព្រះរាជបុត្រាជាព្រះវិញ្ញាណដ៏បរិសុទ្ធចាអញ្ចឹងថ្ងៃនេះអើយបងជាតំណាងឲ្យទូតរបស់ព្រះអង្គបានមកទីកន្លែងនេះផ្សាយដំណឹងល្អដល់បងអូនប្រុសស្រីហើយនឹងក្មួយដែលនៅទីកន្លែងនេះផងដែរចាបងមិនមែនជាអ្វីទេចាគ្រាន់តែជាកូនព្រះអង្គដូចគ្នាប៉ុន្តែដោយក្តីស្រឡាញ់ដែលមកពីព្រះអង្គទៅព្រះអង្គបានចាត់ប្រើឲ្យនាំសារមកដើម្បីនឹងបញ្ញាក់ដល់បងប្អូនប្រុសស្រីកូនក្មួយយើងនៅទីកន្លែងនេះដើម្បីឲ្យទទួលយកការសង្គ្រោះឡើងមកវិញចាព្រោះអីព្រះអង្គឃើញទុក្ខលំបាកវេទនាភាពក្រីក្ររបស់ពួកយើងដោយសារខ្មាំងសត្រូវវាមកបំផ្លាញក្តីសុខយើងគ្រប់គ្នាចាអញ្ចឹងវាឲ្យយើងវាមកលួចមកសម្លាប់មានទ្រព្យសម្បត្តិហើយក៏មិនអាចនឹងជួយព្យាបាលយើងជាដែរដោយសារវាដាក់ឲ្យយើងឈឺមែនទេចាមានលុយមានទ្រព្យបុណ្យស័ក្តិតែមិនអាចនឹងសង្គ្រោះជីវិតបានមែនអត់ចាព្រោះវាមកសម្រាប់យើងដោយជំងឺអីមហារីកកាពះពោះវៀនណាចាដែលយើងអត់ដឹងហើយយើងថ្វាយបង្គំវាយើងគោរពបួងសួងវាណាទាំងផ្លូវងងឹតតែថ្ងៃនេះបងនាំរាជសារនេះបានមកប្រាប់ប្អូនឲ្យប្អូនបានមានការភ្ញាក់ឡើងវិញថាព្រះយេស៊ូវជាអង្គសង្គ្រោះយើងព្រះអង្គតែងតែស្រឡាញ់យើងមេត្តាយើងគ្រប់ការទាំងអស់ណាព្រះអង្គឈរចាំយើងបក់ដៃហៅយើងឈរមាត់ទ្វារគោះហៅយើងប៉ុន្តែយើងអត់ទទួលយកព្រះអង្គទេយើងលើដំណឹងល្អព្រះអង្គយូរហើយមែនទេប៉ុន្តែយើងអត់បើកចិត្តទទួលមែនទេតែថ្ងៃនេះបងមកថ្ងៃនេះជឿថាប្អូនទទួលព្រះអង្គហើយផ្លាស់ប្រែជីវិតប្អូនឡើងវិញណារស់ជាមួយព្រះអង្គណាអូនកុំថាអូនឯកាអូនកុំថាអូនពិបាកវេទនាលែងបាក់វេទនាហើយមានព្រះអង្គគឺមានក្តីសុខសាន្តមានអំណរមើលបងចាហេតុអីបងនៅណាប្រទានមានជ័យបងមកដល់នេះបានហ៎ព្រះអង្គទានពរអាមែនហើយបើមានកប៉ាល់ហត់ជីដូចគេអត់មានឡានមានរីតនើអ្វីដូចគេហេតុអីបងមកដល់ហើយអូនគិតទេអូនគិតអស់ចាអត់ចាអំណាចមកពីព្រះមែនអត់អាមែនបើសិនជាព្រះមិនចាត់ប្រើបងទេបងមិនមកទេបងក៏គិតដូចអូនអញទៅណាបានប្រយោជន៍អីអ្នកដតីដែលអញអត់ស្គាល់មែនអត់តែអរគុណព្រះអង្គចាអូនយល់មែនអត់បងប្រុសអូខេចាអញ្ចឹងក្តីស្រឡាញ់ដែលមកពីព្រះយ៉ាងពិតប្រាកដណាព្រះអង្គបានមកបញ្ញាក់យើងបានមកប្រទានក្តីស្រឡាញ់ឲ្យយើងឡើងវិញមកស្ដារយើងឡើងវិញព្រោះព្រះអង្គបង្កើតរាជព្រះអង្គមកអញ្ចឹងព្រះអង្គក៏ចាត់រាជបុត្រាទ្រង់មករំដោះរាជរបស់ទ្រង់វិញដែរដែលចាញ់កលខ្មាំងសត្រូវចាដែលខ្មាំងសត្រូវវាតែងតែមកសម្លាប់មកបំផ្លាញមកលួចយើងគ្រប់យ៉ាងលួចឲ្យយើងលួចក្តីសុខសាន្តឲ្យយើងឆ្លោះប្តីប្រពន្ធកូនចៅញាតិចិត្តខាងលែងស្គាល់គ្នាអស់មែនទេត្រូវមើលសង្គ្រាមពីប្រទេសឆ្លងប្រទេសដោយសារសេចក្តីលោភលន់ដូចស្ដីល្ងងខ្លៅមែនអត់ចាចុះបើយើងមានតែក្តីស្រឡាញ់ឲ្យគ្នាទៅវិញទៅមកតិចនឹងច្រើនតែយើងមានក្តីសុខទេសុខចាមែនអត់សុខចាអ
ចឹងពេលនេះថ្ងៃនេះរាជសារផុនព្រះអង្គបានមកដល់យើងគ្រប់គ្នាហើយយើងប៉ុណ្ណេះយើងក៏ជាពលឺផុនគេមែនទេចាបើអូនជាពលឺផុនគេហើយអូនត្រូវតែស្លាប់ជាមួយព្រះអង្គក៏រស់ជាមួយព្រះអង្គដូចគ្នាណាបងបានរស់មួយព្រះអង្គហើយតែពេលនេះអូនត្រូវតែសម្លាប់និស័យចាស់ជាមួយព្រះអង្គស្លាប់តែ3ថ្ងៃទេព្រះអង្គរស់មកវិញណាអញ្ចឹងយើងត្រូវធ្វើបុណ្យចុះមួយទឹកទទួលយកព្រះអង្គជាអង្គសង្គ្រោះដូចដែលយើងទៅអាមេរិកយើងមានប៉ាសពតបើអត់ប៉ាសពតទៅបានទេអត់អញ្ចឹងព្រះអង្គដូចគ្នាព្រោះព្រះអង្គជាព្រះដែលយុត្តិធម៌ជាព្រះដែលមិនចិត្តចង្អៀតទេព្រោះអីខ្មាំងសត្រូវវាតវ៉ាសុំហ៎វាធ្លាក់ព្រះអង្គទម្លាក់វាមកផែនដីនេះដើម្បីអីមិនមែនឲ្យផែនដីនេះទៅវាទេប៉ុន្តែវាមកត្រួតត្រាផែនដីនេះព្រោះយើងអត់ស្គាល់អត់ដឹងព្រះអង្គបង្កើតផែនដីនេះឲ្យយើងនឹងនៅកាន់កាប់បង្កើតរុក្ខជាតិបង្កើតសត្វឲ្យយើងហូបឲ្យយើងចេះបង្កើតបំបែកវាណាអញ្ចឹងយើងមានសិទ្ធិលើវាមិនមែនឲ្យយើងខ្លាចវាទេព្រះបន្ទូលនៅម៉ាកុសបងបើកមើលម៉ាកុសចំពុក16ខ17ហីចាអរគុណព្រះអង្គព្រោះព្រះអង្គ